បើសូមគោរពនឹងជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាខ្ញុំសូមដកស្រង់យកទៅបទសារព័ត៌មានមួយប្រជាពលរដ្ឋមានការភ្ញាក់ផ្អើលក្រោយមានករណីប្រសង់មួយក្រុមនៅក្នុងរថយន្តទំនើបមួយគ្រឿងហើយបើកបរដោយព្រះសង្ឃផ្ទាល់ថែមទៀតពុកម៉ែបងប្អូនទាំងអស់គ្នារឿងនេះត្រូវបានគេដឹងថាគឺកាត់ឡើងនៅថ្ងៃទី24សីហាឆ្នាំ2025នៅក្រោយពេលដែលកើតហេតុមានការជជែកជាមួយនឹងប្រជាពលរដ្ឋតាមដងផ្លូវលេខ271នៅក្នុងភូមិសាស្ត្រខណ្ឌទូកោករាជធានីភ្នំពេញនៅក្នុងរថយន្តនោះត្រូវបានគេដឹងថាគឺជារថយន្ត Lexus ទំនើបមួយគ្រឿងពណ៌សតាមអ្វីដែលប្រជាពលរដ្ឋថតឲ្យបង្ហោះនៅលើបណ្ដាញសង្គមគឺឃើញព្រះសង្ឃនៅក្នុងរថយន្តនោះហើយអ្វីដែលសំខាន់ទៀតនោះគឺរថយន្តនោះគឺបើកបរដោយព្រះសង្ឃផ្ទាល់ថែមទៀតផងបើតាមការចែករំលែកប្រភពដដែលបានបន្តថាក្រៅអំពីទិដ្ឋភាពចម្លែកបែបនេះអ្វីដែលគួរឲ្យកត់សម្គាល់នោះគឺឃើញមានព្រះសង្ឃមួយអង្គបានចុះមកសម្របសម្រួលផងដែរជាមួយនឹងប្រជាពលរដ្ឋសកម្មភាពបែបនោះគឺត្រូវបង្ហាញតាមរយៈកាយវិការពាក្យសម្ដីនិងសកម្មភាពដែលបានផ្សាយនៅពេលឃើញសកម្មភាពបែបនេះប្រជាពលរដ្ឋក៏បានកើតជាចម្ងល់ហើយដាក់សំណួរសុំជជែកវែកញែកលើករណីនេះតាមការផ្សព្វផ្សាយការបញ្ចេញយោបល់និងទស្សនៈរបស់ប្រជាពលរដ្ឋក៏បានសំណូមពរសូមឲ្យមន្ត្រីធម្មការនិងសាសនាធ្វើការត្រួតពិនិត្យមើលករណីនេះផងដែរក្រោយពេលដែលទទួលបានវីដេអូចែករំលែកតគ្នានេះក៏មានប្រជាពលរដ្ឋជាច្រើនបានចូលមករិះគន់ដោយលើកឡើងថាគឺជាសកម្មភាពខុសធម៌វិន័យឬបរាជិកលៈពលរដ្ឋខ្លះបានឡើងថាសកម្មភាពដែលប្រសង់កាន់ដៃចង្កូតបញ្ជារថយន្តដោយផ្ទាល់ខ្លួនឯងបែបនេះមិនសមឡើយដោយសារតែនៅក្នុងកម្ពុជាកម្រឃើញប្រសង់បើកបរដោយខ្លួនឯងណាស់ប្រជាពលរដ្ឋមួយចំនួនទៀតបានបន្តបន្ថែមទៀតថាព្រះសង្ឃមិនគួរបើកបររថយន្តដោយខ្លួនឯងឡើយពីព្រោះនេះគឺជាសកម្មភាពពុំសមរម្យហើយនៅក្នុងប្រទេសកម្ពុជាដោយសារតែព្រះសង្ឃជាច្រើនអង្គគឺមិនដែលឃើញព្រះសង្ឃអង្គណាបញ្ជាចង្កូតរថយន្តដោយផ្ទាល់ខ្លួនឯងនោះទេឬអ្នកខ្លះទៀតក៏បានលើកឡើងថាក្រហមដែលជាសាមញ្ញជនធម្មតាដែលបានលើកឡើងថាសកម្មភាពខាងលើគឺជាសកម្មភាពខុសវិន័យហើយសកម្មភាពនេះត្រូវបានបរាជិកនោះគួរកុំនិយាយបើមិនដឹងគេលើកឡើងថាវិន័យព្រះសង្ឃមិនស្ថិតលើមាត់របស់យើងចេះតែថានោះទេប៉ុន្តែផ្ទុយមកវិញព្រះសង្ឃខ្លួនឯងមិនគួរបណ្ដោយខ្លួនប៉ាត់ណាប៉ាត់ណីដែរសរុបនេះគឺជាកិច្ចជំនាញរបស់ក្រសួងធម្មការនិងសាសនាព្រមទាំងគណៈសង្ឃនាយកនៃប្រជាជាតិកម្ពុជាដែលគួរសិក្សាស៊ើបអង្កេតនិងសម្រេចទៅតាមច្បាប់និងធម៌វិន័យត្រឹមត្រូវជាការពិនិត្យព្រះសង្ឃបើករថយន្តនេះប្រហែលជាមិនមានចែងនៅក្នុងធម៌វិន័យឡើយពីព្រោះថានៅសម័យព្រះពុទ្ធព្រះអង្គសង្គមមនុស្សមិនទាន់មានយានប្រភេទនេះប្រើប្រាស់នៅឡើយប៉ុន្តែប្រសិនបើនិយាយអំពីកាយវិការសកម្មភាពអេរយាបថប្រកាសជានឹងមានចំណុចណាមួយកំណត់ជាក់ជាមិនខានបាទចាំមិនដែរពុកម៉ែបងប្អូនទាំងអស់គ្នាតើតើតងជាមួយនឹងប្រសងកាន់ដៃចង្កូតរថយន្តបើកបរដោយខ្លួនឯងនៅលើដងផ្លូវដោយផ្ទាល់តើបងប្អូនយល់យ៉ាងណាជាការខុសធម៌វិន័យឬក៏មិនមានបញ្ហាអាចបញ្ចេញមតិនៅខាងក្រោមនេះបានបើចាសសូមបញ្ចប់នៅតំបន់នេះតែត្រឹមនេះសិនបងប្អូនដែលមិនទាន់បានចុច Subscribe សូមចុច Subscribe ដើម្បីទទួលបានអត្ថបទផ្សេងៗទៀតបាទសូមអរគុណនិងសូមគោរពលា